នេះគឺជាពន្លឺអាត់កំបាំងទាំង3នៅលើមេឃដែលមនុស្សទូទៅមិនដែលបានដឹងនិងបានឃើញទី1សសរពន្លឺចាក់ឡើងលើមេឃឬយើងហៅថាឡៃភីឡារូបរាងរបស់វាគឺមានខ្សែពន្លឺពណ៌ក្រហមខៀវលឿងចាក់ត្រង់ពីដីឡើងទៅដល់មេឃមើលទៅដូចជាពន្លឺឡាស៊ែរឬពន្លឺដែលទេវតាយាងចូលមកបាតុភូតនេះគឺកើតឡើងនៅលើប្រទេសដែលមានសីតុណ្ហភាពត្រជាក់ខ្លាំងបំផុតនៅពេលដែលមានគ្រីស្តាល់ទឹកកកតូចៗអណ្ដែតក្នុងខ្យល់វាបានចាំងឆ្លុះជាមួយនឹងពន្លឺទីក្រុងឬពន្លឺធម្មជាតិរួចជះត្រឡប់ទៅលើវិញបង្កើតបានជាសសរពន្លឺយ៉ាងស្រស់ស្អាត2ពន្លឺដែលមានរាងគូតខ្យងដ៏អាតកំបាំងដែលយើងហៅថា Space Spiral រូបរាងរបស់វានៅសុកៗស្រាប់តែលើកចេញនៅពន្លឺពណ៌ខៀវនិងពណ៌សរាងជារង្វង់មូលដូចជាគូតខ្យងដ៏ធំនៅលើមេឃរួចក៏រលាយបាត់ទៅវិញវាធ្លាប់បង្កការភ្ញាក់ផ្អើលខ្លាំងនៅក្នុងប្រទេសណ័រវេសនិងណ័រវេសឡង់វាមិនមែនជាវាឆ្លងវិមាត្រនោះទេប៉ុន្តែវាគឺជាកន្ទុយផ្សែងដែលបន្សល់ពីការបង្ហោះរ៉ុកែតដូចជាក្រុមហ៊ុន SpaceX ជាដើមនៅពេលរ៉ុកែតបញ្ចេញប្រេងឥន្ធនៈដែលសេសសល់នៅលើអាកាសវាក៏កកក្តាំងនិងចាំងឆ្លុះជាមួយនឹងពន្លឺព្រះអាទិត្យបូករួមទាំងការបង្វិលខ្លួនរបស់ក្រុមរ៉ុកែតផងទើបបង្កើតជាបាតុភូតដែលមានរាងគូតខ្យងបែបនេះ3ពន្លឺខ្មោចលង Hadelian វាមានរូបរាងជាដុំពន្លឺពណ៌សពណ៌លឿងនិងក្រហមដែលហោះអណ្ដែតចុះឡើងនៅពីលើចរលងភ្នំ Hesdaland ខ្លះហោះលឿនខ្លះហោះយឺតរួចក៏រលាយបាត់ទៅវិញនេះជាបាតុភូតមួយនៅក្នុងចំណោមបាតុភូតតិចតួចដែលអ្នកវិទ្យាសាស្ត្រកំពុងតែស្រាវជ្រាវគេសន្និដ្ឋានថាវាអាចបណ្ដាលមកពីប្រតិកម្មគីមីនិងសារធាតុរ៉ែនិងធូលីដីនៅក្នុងចរលងភ្នំនោះដែលបង្កើតឡើងជាដុំអគ្គិសនីដែលអណ្ដែតនៅលើផ្ទៃអាកាសតើអ្នកទាំងអស់គ្នាធ្លាប់ឃើញពន្លឺចម្លែកៗនៅក្នុងពេលយប់ដែរឬទេសូមចូលរួមខមមិននៅខាងក្រោមវីដេអូនេះ Follow សម្រាប់វីដេអូក្រោយ